នេះយុធាសហរដ្ឋអាមេរិកដែលពួកគេជាអ្នកកាន់សាសនាអ៊ីស្លាមហើយពួកគេកំពុងតែចូលស្វែងគមន៍ហើយមួយទៀតនេះគឺជាយុធាអ៊ីរ៉ង់ដែលកំពុងតែចូលស្វែងគមន៍ដែរគោរពព្រះតែមួយទេបងហើយយូរៗទៅអ្នកកាន់សាសនាអ៊ីស្លាមហើយនិងអ្នកកាន់សាសនាអ៊ីស្លាមមកចូលច្បាំងគ្នានេះក៏ដោយសារតែពួកគេនៅប្រទេសរៀងៗខ្លួនតាមមេដឹកនាំប៉ុន្តែមេដឹកនាំខ្លះខូចណាបងប្អូនមេដឹកនាំខ្លះខូចរស់ចង់បានតែរបស់គេសម្លឹងឃើញតែរបស់គេទេបងប្អូនប្រទេសអ៊ីរ៉ង់ក៏ទីក្រុងក៏ស្អាតបងប្អូនមើលទីក្រុងប្រទេសអ៊ីរ៉ង់ស្អាតខ្លាំងណាស់បងប្អូនស្អាតខ្លាំងណាស់ពួកគេកម្រងតែកសាងប្រទេសបានមកប៉ុណ្ណេះមិនមែនប្រើពេលតែតិចឆ្នាំទេបងប្អូនគឺច្រើនឆ្នាំខ្លាំងណាស់ហើយនៅសុខតែចង់បានរបស់គេសម្លឹងឃើញកន្លែងខ្លាញ់របស់គេជាពិសេសគឺព្រេងតែម្ដងហើយប្រទេសសហរដ្ឋអាមេរិកនេះក៏ស្អាតដែរបងប្អូនស្អាតអ្នកខ្លះចង់បានទៅមើលគ្រាន់មិនចង់ទៅរស់នៅទេគ្រាន់តែចង់ទៅមើលថាមិនបានផងដោយសារបងប្អូនប្រទេសសហរដ្ឋអាមេរិកក៏ស្អាតដែរហើយប្រទេសស្អាតធំប៉ុណ្្នឹងហើយនឹងចង់បានអីទៀតខូចណាស់បងប្អូនចុះបើយើងជាមហាអំណាចជាបងធំយើងកាន់ច្បាប់ឲ្យមានបន្លាភាពទៅយើងគុំទៅឆ្លៀនពៀនអ្នកដទៃយើងរស់ចេះចែករំលែកពិភពលោកមិនពោពេញទៅដោយសន្តិភាពយើងគុំតែសម្លឹងឃើញផលប្រយោជន៍ពីគេជាពិសេសគឺប្រេងខ្ញុំម្ដងបងប្អូននៅពិភពអារ៉ាប់នេះពោពេញទៅដោយប្រេងបងប្អូនអញ្ចឹងសម្លឹងឃើញតែរបស់គេទេបងប្អូនហើយខ្ញុំលើករឿងនឹងមកនិយាយបងប្អូនខ្ញុំនឹកសំណោះណាយូរទៅអ្នកកាន់សាសនាអ៊ីស្លាមហើយនិងអ្នកកាន់សាសនាអ៊ីស្លាមមកចូលច្បាំងគ្នាដោយសារតែប្រទេសខុសគ្នាស្ដាប់មេដឹកនាំខុសគ្នាប៉ុន្តែខ្ញុំថាអ៊ីរ៉ង់ល្អបងប្អូនទោះបីគេមានអាវុធគ្រោះថ្នាក់យ៉ាងណាក៏ដោយអ៊ីរ៉ង់មិនទៅចាក់គេទេគុំឲ្យតែគេទៅចាក់ពីក្រោយទៅបានអ៊ីរ៉ង់មានសង្គ្រាមជាមួយនឹងពួកសៃតានទេបងប្អូនវាមានមូលហេតុយ៉ាងម៉េចពួកសៃតានមកធ្វើបាបពលរដ្ឋប៉ាឡេស្ទីនមិនមែនសង្គ្រាមជាមួយនឹងយោធាកងទ័ពយោធាអីទេណាបងប្អូនគឺពួកសៃតានយកគ្រាប់មកទម្លាក់ធ្វើបាបពលរដ្ឋប៉ាឡេស្ទីនមួយថ្ងៃពីមួយថ្ងៃសឹងតែផុតពូជអញ្ចឹងអត់មានប្រទេសណាឈរជើងក៏ដូចជាចូលរួមជួយជាមួយនឹងពលរដ្ឋប៉ាឡេស្ទីនទេពួកសៃតានមកច្បាំងសង្គ្រាមនេះជាមួយនឹងប៉ាឡេស្ទីនមិនមែនច្បាំងជាមួយនឹងយោធាទេបងប្អូនគឺយកគ្រាប់មកទម្លាក់បលាយពូជសាសន៍ជនជាតិប៉ាឡេស្ទីនអញ្ចឹងមានអ៊ីរ៉ង់មួយនេះអ៊ីរ៉ង់ក៏ជាអារ៉ាប់ដែរពិភពអារ៉ាប់ទៅជួយគ្នាហ្នឹងបងប្អូនប៉ុន្តែអារ៉ាប់ខ្លះបានតែសម្ញែងរំលេងសបាយការស៊ីចុករបស់គេមានតែជន់ចោលទេដូចជាឌឺណាហើយអារ៉ាប់អ៊ីរ៉ង់នេះគឺនិយាយគឺធ្វើចូលជួយតែម្ដងអញ្ចឹងសង្គ្រាម11ថ្ងៃជាមួយនឹងពួកសៃតាន់វាមានមូលហេតុដោយសារតែអ៊ីរ៉ង់ទ្រាំមើលនឹងភ្នែកមិនបានទង្វើនឹងពួកសៃតាន់ដែលមកធ្វើបាបពលរដ្ឋប៉ាឡេស្ទីនពីមួយថ្ងៃទៅមួយថ្ងៃបើមិនជាអ៊ីរ៉ង់អត់លូកដៃទេម្ល៉េះប្រទេសប៉ាឡេស្ទីននៅតែការជិះជាន់ធ្វើបាបពីពួកសៃតាន់អញ្ចឹងបងប្អូនគ្នាចឹងពួកសៃតាន់នេះគឺខូចខាងណាស់បងប្អូនគ្នាអញ្ចឹងខ្ញុំមានតែសរសើរអ៊ីរ៉ង់ទេអ៊ីរ៉ង់ទោះបីមានអាវុធសាហាវអាវុធបល័យលោកយ៉ាងណាក៏មិនទៅចាក់អ្នកបតីដែរណាស់តែប្រទេសខាងលិចហើយនឹងពួកសៃតាន់ទេដែលជាយាមចាក់អ៊ីរ៉ង់ពីក្រោយខ្នងអញ្ចឹងបើសិនជាសង្គ្រាមផ្ទុះឡើងមែនបងប្អូនយើងចាំតែមើលទៅខ្ញុំបានតែចែករំលែកជូនបងប្អូនអ្វីដែលជាការពិតទេចង់ឲ្យបងប្អូនយល់ថាប្រទេសណាអាក្រក់ប្រទេសណាល្អហើយបងប្អូនខ្លះខ្ញុំតែងតែបង្ហាញអាវុធបងប្អូនមើលអាវុធចុះនេះអាវុធអ៊ីរ៉ង់សុទ្ធតែជាអាវុធដ៏គ្រោះថ្នាក់មិនមែនអ៊ីរ៉ាក់មិនមែនស៊ីរីមិនមែនវេណេស៊ុយអេឡាដែលទៅធ្វើបាបទៅធ្វើបាបគេហើយមកវិញល្អទេបើសិនជាអ៊ីរ៉ង់មិនខ្លាំងទេបងប្អូនសង្គ្រាមផ្ទុះតាំងពីថ្ងៃ28 29មកហើយមិនត្រឹមមកដល់ថ្ងៃនេះសម្ញែងឲ្យពិភពលោកបានឃើញបានដឹងនេះទេប៉ុន្តែកម្ដៅមកដល់ថ្ងៃនេះខែថ្មីនេះខែកុម្ភៈនេះគឺកម្ដៅឡើងដល់99ហើយបងប្អូននៅសល់តែមួយទៀតកាយនឹងផ្ទុះអញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយកុំថាទៅមកវិញមកល្អទៅវិញល្អណាបងប្អូនគ្រោះថ្នាក់ខ្លាំងណាស់អ៊ីរ៉ង់ណាបងមិនមែនអ៊ីរ៉ាក់មិនមែនវេណេស៊ុយអេឡាទេមកធ្វើបាបគេមកប្រកាសសង្គ្រាមជាមួយគេនេះបងប្អូនសម្លឹងឃើញកន្លែងខ្លាំងគេគឺប្រេងណាបងប្អូនវាមិនខ្វះវាមិនខ្មាស់ទេប្រទេសដែលកាន់ច្បាប់កុម្មុយនីសមិនមែនតែប្រទេសអ៊ីរ៉ង់ទេអញ្ចឹងរុស្ស៊ីអីកុម្មុយនីសមិនទៅណែនាំគេទៅចិនអីកុម្មុយនីសមិនទៅណែនាំគេទៅកូរ៉េខាងជើងអីនេះខូចណាបងប្អូនត្រូវដឹងការពិតណាខូចចុះបើយើងរស់ប្រទេសបងប្អូនមើលចុះខ្ញុំបង្ហាញទីក្រុងទេថាស្អាតប៉ុណ្ណាអញ្ចឹងឃើញប្រទេសគេស្អាតជឿនលឿនប្រជាពលរដ្ឋគេមានតែការសប្បាយត្រេកអរគោរពស្រឡាញ់ថ្នាក់ដឹកនាំគេហើយយើងក្តៅក្រហាយនៅមិនសក់ហើយប្រទេសយើងមិនមែនប្រទេសតូចមិនមែនប្រទេសអ្នកក្រណាជាប្រទេសដូចឋានសួគ៌ទៅហើយហ្នឹងហើយចង់បានអីទៀតហើយមហាអំណាចពិភពលោកគេដឹងហើយគេគោរពហើយគេថាមហាអំណាចខាងសន្តិវុធគឺលេខ1ប៉ុន្តែហ៊ានប៉ះទេបើមិនជាប៉ះមហាអំណាចនេះមិនដឹងឈ្មោះមហាអំណាចនេះមិនដឹងរក្សាបានឬក៏អត់ជាមួយនឹងអ៊ីរ៉ង់គឺគ្រោះថ្នាក់ណាស់បងប្អូនខ្ញុំតែងតែបង្ហាញអាវុធបងប្អូនមើលចុះនេះអាវុធរបស់អ៊ីរ៉ង់
គ្រោះថ្នាក់ខ្លាំងណាស់បងប្អូនមិនមែនមកល្អទៅវិញល្អទេអញ្ចឹងបានជាគេគិតខ្លាំងណាស់មិនមែនមកដូចអ៊ីរ៉ាក់ដូចស៊ីរីទេណាបងប្អូនឲ្យប៉ះគ្នារឿងនេះបងប្អូនចាំតែមើលខ្ញុំក៏ចាំមើលដែរចេះសារចាំមើលបើសិនជាប៉ះអ៊ីរ៉ង់ហើយរក្សាមហាអំណាចបានទៀតដែរអត់ពិភពលោកកំពុងតែចាំមើលដែរដោយសារបងប្អូនពិភពលោកនេះមានប្រទេសធំធំខ្លះគេអត់ចង់បានឲ្យគេអត់ចង់ឲ្យសហរដ្ឋអាមេរិកទៅប៉ះជាមួយនឹងអ៊ីរ៉ង់ទេគឺអត់ធ្មត់ងាកមករកផ្លូវដោះស្រាយណាមួយដែលអាចធ្វើបានប៉ុន្តែអត់ស្ដាប់គេទេបងប្អូនអញ្ចឹងចាំមើលយើងចាំមើលតើឈ្មោះមហាអំណាចខាងសពពិភពលេខ1នេះរក្សាបានដែរទៀតអត់រក្សាបានទៀតអត់បើសិនជាប៉ះជាមួយនឹងអ៊ីរ៉ង់ដោយសារបងប្អូនអ៊ីរ៉ង់គឺមិនមែនអ៊ីរ៉ាក់ទេបងប្អូនអ៊ីរ៉ង់ខ្លាំងណាស់គ្រោះថ្នាក់ណាស់ក្របមួយបងប្អូនអ៊ីរ៉ង់អាចបញ្ជាពីប្រទេសខ្លួនអាចឆ្លងទ្វីបបានអ៊ីរ៉ង់ចង់បញ្ជាទៅប្រទេសណាអ៊ីរ៉ង់អាចបញ្ជាបានអញ្ចឹងវាគ្រោះថ្នាក់ណាស់អញ្ចឹងខ្ញុំតែងតែបង្ហាញអាវុធថាអ៊ីរ៉ង់គឺមានអាវុធគ្រោះថ្នាក់ប៉ុន្តែបងប្អូនខ្មែរយើងមួយចំនួនតូចគាត់អត់ដឹងទេបងប្អូនមិនដឹងពីគាត់ចេញពីរុនកណ្ដោណាមកទេបងប្អូនគាត់សើចហើយខ្លះកាន់ជើងដល់ថ្នាក់មកចូលមកជេរខ្ញុំទៀតថារិះគន់ដើម្បីស្ថាបនាអញ្ចឹងពាក្យខ្មែរយើងល្អច្រើនណាស់បងប្អូនខ្មែរមួយចំនួនតូចណាល្មមកែខ្លួនណាអាវប្បធម៌ជេរជន់បលិចនេះខ្ញុំតែងតែចែករំលែកវីដេអូពីក្រៅប្រទេសឲ្យបងប្អូនទស្សនាព្រោះបងប្អូនខ្លះបងប្អូនមួយចំនួនតូចខ្ញុំនិយាយនេះនៅតែក្នុងព្រៃរុនកដោទេប៉ុន្តែចេញមកអញ្ចឹងបានពួកគាត់ប្រើតែភាសាព្រៃខ្ញុំនិយាយនេះដូចរៀងចាក់ប្រធានបទទេតែស្អីបងប្អូននឹកឃើញខ្ញុំចែករំលែកពីខាងព័ត៌មានអ៊ីរ៉ង់កំពុងតែចោះផ្ទុះជាមួយនឹងសហរដ្ឋអាមេរិកឡើងកម្ដៅ99%ហើយចាក់ប្រធានបទបន្តិចទៅចោះឆ្លៀតពេលបន្តិចទៅចោះបងប្អូនឆ្លៀតពេលឆ្លៀតបន្តិចថាបងប្អូនខ្មែរយើងមួយចំនួនតូចនេះគឺចេះតែជេរទេមនុស្សជេរនេះគឺជាមនុស្សល្ងងទេបងប្អូនដល់ស្អីបងប្អូនមានពាក្យអីនិយាយមានតែពាក្យជេរទេហើយគេគឺជាមនុស្សព្រៃចេញពីព្រៃទេអត់មានច្បាប់ទម្លាប់ល្អអីទេចេះតែជេរហ្នឹងហើយបើសិនជាកែបានកែទៅបងប្អូនខ្មែរយើងហើយយើងត្រូវមើលអ្វីដែលជាការពិតទើបមិនគ្រោះថ្នាក់គាត់នៅតែអត់ដឹង